ឥឡូវគឺខ្ញុំបាន38សប្តាហ៍ខ្ញុំក៏សម្រាប់បានកូនស្រីមួយដែលមានសុខភាពល្អខ្ញុំមិនបាននឹកស្មានថាខ្ញុំមានថ្ងៃនេះទេជាអ្នកគ្រូខ្ញុំស្គាល់តាមការណែនាំរបស់បងស្រីដោយសារខ្ញុំធ្លាប់មានកូនលើកទី1ទៅខ្ញុំទម្ងន់បាន6ខែហើយខ្ញុំទៅលូតកូនក៏នៅដែរក៏បានហើយជា3ថ្ងៃកូនក៏នៅហើយក្រោយមកខ្ញុំមានពេលពលលើកទី2ខ្ញុំមានបញ្ហាតាំងពី5សប្តាហ៍មកគឺធ្លាក់ឈាមមានការធ្លាក់ឈាមរហូតធ្លាក់ឈាមបើយើងប្រើថ្នាំហូរហែមកក៏នៅតែមានការធ្លាក់ឈាមដែរទៀតខ្ញុំក៏បានមកពិនិត្យសុខភាពតាមការណាត់របស់អ្នកគ្រូក៏ឃើញថាស្បូនខ្ញុំរួញខ្លីខ្លាំងដល់សល់តែ13មីលីម៉ែត្រទេហើយកាលនោះអ្នកគ្រូក៏តម្រូវឲ្យខ្ញុំសម្រាកនៅពេទ្យរយៈពេលជិត1ខែតាមដានសុខភាពជិត1ខែហើយក្នុងការសម្រាកនោះគឺខ្ញុំមានការកន្ត្រាក់ស្បូនខ្លាំង2ដងហើយអ្នកគ្រូក៏បានព្យាយាមប្រើថ្នាំទប់កុំឲ្យកូនសម្រាកមុនខែទៀតហើយក្រោយមកខ្ញុំសម្រាកបានដល់35សប្តាហ៍អ្នកគ្រូក៏បានប្រើថ្នាំក្នុងការទប់កុំឲ្យខ្ញុំសម្រាកមុនខែបានជោគជ័យដល់35សប្តាហ៍ក៏អនុញ្ញាតឲ្យខ្ញុំទៅផ្ទះហើយបន្តញ៉ាំថ្នាំនៅផ្ទះបាន36សប្តាហ៍អ្នកគ្រូក៏បញ្ឈប់ការប្រើប្រាស់ថ្នាំហើយមកដល់ឥឡូវគឺខ្ញុំបាន38សប្តាហ៍ខ្ញុំក៏សម្រាប់បានកូនស្រីមួយដែលមានសុខភាពល្អខ្ញុំមិនបាននឹកស្មានថាខ្ញុំមានថ្ងៃនេះទេទាំងទេខ្ញុំដោយសារខ្ញុំជឿជាក់លើអ្នកគ្រូលោកគ្រូនៅទីនេះគាត់មានបទពិសោធន៍និងជំនាញច្បាស់លាស់ហើយណាមួយខ្ញុំធ្លាប់មានប្រវត្តិរលូតម្ដងផងទើបខ្ញុំព្យាយាមជ្រើសរើសយក clinic ណាដែលមានឯកទេសច្បាស់លាស់អញ្ចឹងក្នុងការថែរក្សាផ្ទៃពោះលើកនេះឲ្យបានល្អសម្រាប់សេវាកម្មដែលខ្ញុំពេញចិត្តជាងគេគឺការដែលខ្ញុំមកសម្រាប់ពេទ្យហើយខ្ញុំមានការកន្ត្រាក់ស្បូនខ្លាំងគឺអ្នកគ្រូគឺគាត់នៅមើលខ្ញុំ24ម៉ោងទៅហើយអត់ទុកខ្ញុំចោលទេការកន្ត្រាក់ស្បូនខ្ញុំកាលហ្នឹងកន្ត្រាក់ខ្លាំង2ដងគឺគាត់ទៅ2លើកគឺគាត់នៅមើលខ្ញុំ24ម៉ោងទៅហើយសម្រាប់ការឲ្យថ្នាំគឺទៀងទាត់ថ្នាំគឺទៀងទាត់ម៉ោងមែនទេមកថាថ្នាំយើងត្រូវញ៉ាំម៉ោង7គឺម៉ោង7ម៉ោង9គឺម៉ោង9គឺអត់ដែលលើកអត់ដែលខ្វាយគឺដល់ម៉ោងគឺអ្នកគ្រូបានយកថ្នាំមកឲ្យដល់ម៉ោងញ៉ាំហើយខ្ញុំចង់ចែករំលែកទៅដល់ស្ត្រីដែលមានផ្ទៃពោះផ្សេងទៀតក្នុងការជ្រើសរើស clinic ក្នុងការថែទាំសុខភាពនិងការតាមដានសុខភាពគឺជ្រើសរើសនៅ clinic សុខភាពគឺសម្រាប់ខ្ញុំផ្ទាល់គឺល្អមែនទែនក្នុងការថែទាំផ្ទៃពោះគឺពួកគាត់យកចិត្តទុកដាក់ខ្លាំងហើយខ្ញុំចង់ចែករំលែកឲ្យម៉ាក់ទាំងអស់គ្នាក៏មកទទួលសេវាកម្មនៅទីនេះគឺល្អសម្រាប់ជំនាញឯកទេសរបស់លោកគ្រូអ្នកគ្រូទីនេះការយកចិត្តទុកដាក់ការរួសរាយរាក់ទាក់គឺល្អខ្លាំងដែលធ្វើឲ្យខ្ញុំពេញចិត្តតាំងពីថ្ងៃដែលខ្ញុំមកផ្ញើមកផលិតផ្ទៃពោះដំបូងនៅទីនេះតាំងពី5សប្តាហ៍រហូតដល់ខ្ញុំទទួលបានជោគជ័យបានកូនស្រីដែលមានសុខភាពល្អមួយព្រមទាំងទទួលបានការសម្រាលដោយធម្មជាតិដោយសុវត្ថិភាពបទពិសោធន៍ដែលខ្ញុំទទួលបានពី clinic រំភាគឺខ្ញុំទទួលបានការយកចិត្តទុកដាក់ពីអ្នកគ្រូលោកគ្រូនៅទីនេះគឺខ្លាំងមែនទែនពិសេសគឺការលើកទឹកចិត្តព្រោះដឹងស្រាប់ហើយគឺខ្ញុំបាក់ទឹកចិត្តច្រើនដងព្រោះខ្ញុំបញ្ហាខ្ញុំគឺវាមានធ្លាក់ឈាមស្បូនកន្ត្រាក់គម្រាមសម្រាលមុនហើយស្បូនរួញខ្លីខ្លាំងហ
បើនិយាយទៅខ្លួនខ្ញុំទៅគឺខ្ញុំបាក់ទឹកចិត្តច្រើនដងប៉ុន្តែដោយសារមានការលើកទឹកចិត្តពីគ្រួសារខ្ញុំហើយនឹងលោកគ្រូអ្នកគ្រូនៅទីនេះទឹកខ្ញុំចិត្តមានកម្លាំងចិត្តហើយនឹងព្យាយាមតាមអ្វីដែលអ្នកគ្រូលោកគ្រូបានណែនាំហើយនឹងពិសេសគឺខ្ញុំព្យាយាមមែនទែនក្នុងការណាត់ជួបរបស់អ្នកគ្រូខ្ញុំអត់ដែលខកខានទេមានតែខ្ញុំអាចមកមុនការណាត់គឺតែសុំអ្នកគ្រូណាត់មួយខែម្ដងខ្ញុំសុំអត់ដល់មួយខែម្ដងនេះគឺខ្ញុំបារម្ភពីសុខភាពខ្ញុំនិងកូនតែអ្វីដែលល្អគឺការយល់ចិត្តរបស់លោកគ្រូអ្នកគ្រូពិសេសគឺកម្លាំងចិត្តបណ្ដោយកម្លាំងចិត្តខ្លាំងមែនទែនអរគុណអ្នកគ្រូអរគុណច្រើន